សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់ភាគបន្ទាប់នៃកម្មវិធីអក្សរសិល្ប៍ជាមួយខ្ញុំនៅថ្ងៃនេះយើងនឹងជជែកពីតួអង្គស្រីម្នាក់ដែលរងទុក្ខវេទនាបំផុតក្នុងប្រវត្តិសាស្ត្រអក្សរសិល្ប៍ខ្មែរគឺនាងវិធីវីក្នុងស្នាដៃរបស់លោកនោះហើយតើអ្វីទៅជាឫសគល់ដែលធ្វើឲ្យវិធីវីត្រូវបាត់បង់ជីវិតទាំងវ័យក្មេងតើការដែលនាងមិនហ៊ានរើបំរាស់ជាភាពកំសាកឬក៏ជាកាតព្វកិច្ចតោះចូលរួមវិភាគជាមួយខ្ញុំឲ្យបានស៊ីជម្រៅវិធីវីគឺជាតំណាងឲ្យនារីខ្មែរដែលមានការអប់រំនិងរូបឆោមល្អឯកប៉ុន្តែខ្វះសេរីភាពអ្នកនិពន្ធបានប្រៀបធៀបនាងទៅនឹងផ្កាដែលដុះក្នុងសួនឈើផើងថ្មដែលត្រូវបានម្ដាយថែទាំយ៉ាងតឹងរ៉ឹងបំផុតនាងមិនអាចមានចិត្តក្លាហានបង្ហាញអារម្មណ៍ពិតឬសម្រេចជោគវាសនាដោយខ្លួនឯងបានឡើយបើធៀបទៅនឹងខុននារីក្នុងរឿងកុលាបបៃលិនដែលអាចសម្រេចចិត្តលើស្នេហាដោយខ្លួនឯងបានវិធីវីបែរជាស្ថិតក្រោមអំណាចដាច់ខាតមួយរបស់ម្ដាយនាងជាយុវតីស្រគត់ស្រគំធ្លាប់ពន្លយកិរិយាមារយាទតាមលំអានបុរាណជានិច្ចអ្វីដែលធ្វើឲ្យវិធីវីឈឺចាប់បំផុតគឺការដែលនាងដឹងការពិតតែមិនអាចតវ៉ាតាំងពីដឹងថាម្ដាយនាងឲ្យនាងទៅចៅណៃសតវិធីវីចេះតែតូមនិញនិន្ទ្រាមិនលក់បាយមិននឹកទឹកមិនស្រែកនាងឈឺចាប់រហូតដល់ក្អកធ្លាក់ឈាមនាងមានសេចក្តីអៀនខ្មាស់ច្រើនមិនហ៊ានចរចារឿងស្នេហានាងយល់ថាកាលដែលម្ដាយលើកកូនទុកឲ្យអ្នកមានទ្រព្យគឺជាទំនៀមទម្លាប់ដែលមិនយុត្តិធម៌សម្រាប់នាងសេចក្តីទុក្ខសោកបានធ្វើឲ្យនាងធ្លាក់ខ្លួនឈឺស្លាប់ចោលគូសង្សារដោយមិនបានត្រឹមតែជក់មុខនិងនិយាយពាក្យក្នុងចិត្តជាលើកចុងក្រោយប្រសិនបើយើងប្រើកញ្ចក់នៃសម័យកាលថ្មីមកមើលតើវិធីវីគួរធ្វើដូចម្តេចដើម្បីសង្គ្រោះជីវិតខ្លួនឯងវិធីវីគួរតែមានភាពក្លាហានជម្រាបម្ដាយតាមត្រង់ពីបំណងប្រាថ្នានិងសេចក្តីស្នេហារបស់នាងការនៅស្ងៀមរហូតដល់បាក់ទឹកចិត្តគឺជាអាវុធសម្រាប់ខ្លួនឯងនាងគួរតែប្រឹងរៀនសូត្ររកចំណេះជំនាញដើម្បីទៅបញ្ជាក់ម្ដាយនាងថានាងអាចยึดយោងជីវិតខ្លួនឯងបានទោះបីជាបានបន្ធឿនដែលក្រជាស្វាមីក៏ដោយប្រសិនបើនាងមានលំនឹងជីវិតខ្លួនឯងម្លេះម្ដាយនាងក៏មិនបង្ខំចិត្តនាងដោយដាច់អហង្ការបែបនេះដែរសាច់រឿងវិធីវីបន្សល់ទុកនៅវិបដិសារីដែលគ្រប់គ្នាមិនចង់ជួបក្នុងនាមជាកូនត្រូវតែត្រៀមខ្លួនរិះរកមធ្យោបាយមកពិភាក្សាជាមួយអាណាព្យាបាលជាពិសេសការសម្រេចចិត្តយកជំរើសយល់ស្របទាំងបង្ខំដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិតសាច់រឿងនេះគឺជាសារដាស់តឿនដល់សង្គមឲ្យឈប់ប្រើប្រាស់អំណាចចាស់ទុំមកជិះជាន់លើបេះដូងនិងវាសនារបស់យុវជនប្រិយមិត្តស្ដាប់ជាទីគោរពវិធីវីបានស្លាប់ទៅទាំងរូបកាយប៉ុន្តែវិញ្ញាណនៃភាពអត់ធ្មត់និងសោកនាដកម្មរបស់នាងបានក្លាយជាមេរៀនដ៏អមតៈសម្រាប់យើងគ្រប់គ្នាសេចក្តីកតញ្ញូមិនមែនមានន័យថាត្រូវសម្លាប់សេចក្តីសុខខ្លួនឯងឡើយតើទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះតួអង្គវិធីវីតើទាំងអស់គ្នាយល់ស្របនឹងការវិភាគរបស់ខ្ញុំដែរទេសូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះសូមកុំភ្លេចចុច Subscribe ដើម្បីគាំទ្រ Channel វិភាគអក្សរសិល្ប៍ដោយខ្ញុំបាទសូមអរគុណសូមជម្រាបលា